សាច់រឿងនៅភាគទី3ក៏ចាប់ផ្ដើមឡើងនៅពេលដែលយូហានក៏នៅតែនិយាយថាខ្ញុំចង់សងសឹកហើយដើម្បីធ្វើវាឲ្យបាននោះខ្ញុំត្រូវយកការងារនេះឲ្យបានចម្រែកឯនាយកឆយក៏ស្ងាត់មាត់បន្តិចពេលនោះគាត់ក៏និយាយឡើងមកថាឈប់សិនចាំបន្តិចសិនឲ្យខ្ញុំគិតសិនថាតើគួរធ្វើការជាមួយឯងឬក៏អត់រួចគាត់ក៏បើកទ្វារដើរចេញទៅនៅក្នុងបន្ទប់ពេលនេះនៅសល់តែយូហានជាមួយនឹងក្មេងប្រុសម្នាក់នឹងទេពេលនោះគេក៏សួរទៅកាន់យូហានទាំងបែបមុខក្រហមតិចតិចថាតើលោកនិងបងយូហានស្គាល់គ្នាពីមុនមកមែនទេពេលហ្នឹងក្មេងប្រុសម្នាក់នឹងក៏បានគិតថាបងយូហានជាតួសម្ដែងដែលទទួលបានជោគជ័យគួរសមនៅក្នុងភ្នាក់ងារមុននឹងពួកយើងហើយគេក៏បង្ហាញរូបរាងរបស់យូហានម្នាក់នោះដែរគេក៏បាននឹកសម័យទៅរឿងពីមុនផងដែរក៏ឃើញថាពេលនោះគេក៏បានគិតក្នុងចិត្តទៀតថាប៉ុន្តែទោះបីកាលនោះពួកយើងធ្វើការក្នុងភ្នាក់ងារតែមួយពិតមែនដោយសារគាត់គិតតែពីខ្លួនឯងពេកទើបពួកយើងមិនជិតស្និទ្ធគ្នាហើយពេលនោះគេក៏បង្ហាញឃើញយូហានកំពុងតែស្រែកជេរទៅកាន់ manager របស់ខ្លួននិយាយថាខ្ញុំមិនពាក់អាហ្នឹងទេគួររំខានមែនគេក៏និយាយទៅកាន់យូហានតួឯករបស់យើងថានិយាយត្រង់ចុះគ្មានអ្នកណាដូចអគ្គនាយកឆយនៅក្នុងក្រុមហ៊ុននេះនោះទេគាត់គោរពតាមការសម្រេចចិត្តរបស់តារាហើយគាំទ្រក្តីសម័យរបស់ពួកគេគាត់មិនបោះបង់ពួកយើងទេហើយរងចាំយ៉ាងអត់ធ្មត់ទៀតផងប៉ុន្តែបន្ទាប់ពីពេលដែលបងយូហានទទួលបានជោគជ័យតែបន្ទាប់ពីគេបានជោគជ័យគេក៏ទទួលបានការគាំទ្រពីនាយកឆយគេក៏បាននិយាយទៀតថាគេនឹងបន្តកងត្រាប៉ុន្តែគេសុំប្រាក់កក់ទុកមុនសិនដូច្នោះហើយអគ្គនាយកឆយក៏បានយកប្រាក់កម្ចីហើយឲ្យគេ100លានវ៉ុនអ្នកទាំងអស់គ្នាវិញអត់បើថានេះ admin នឹងហៅឈ្មោះរបស់យូហានតារានឹងថាជាយុនស៊ីនវិញកុំឲ្យអ្នកទាំងអស់គ្នាវិញបើថាយ៉ាងណាអី comment ប្រាប់ admin ផងដើម្បី admin ស្រួលកែតម្រូវព្រោះអីឈ្មោះរបស់ពួកគាត់គឺជាន់គ្នាពេកតែ admin នឹងហៅគាត់ថាយុនស៊ីនសិនចុះប៉ុន្តែលទ្ធផលដែលចេញមកនោះគេបានចុះកងត្រាជាមួយក្រុមហ៊ុនផ្សេងទៀតហើយព័ត៌មានគេបានបង្ហាញដែរថាយុនស៊ីននោះគឺយកលុយរបស់នាយកឆយរួចក៏ទៅចុះកងត្រាជាមួយអ្នកផ្សេងទៅធ្វើឲ្យនាយកឆយគាត់អត់មានលុយយ៉ាងមានន័យថានាយកឆយពីមុនគាត់ក៏ជានាយកក្រុមហ៊ុនមួយដែរប៉ុន្តែបន្ទាប់ពីយុនស៊ីនបោកគាត់ទៅគាត់ក៏ខ្សែធនពេលនោះយូហានក៏បានសួរទៅកាន់គេថាគេមិនអោយប្រាក់កក់វិញទេមែនទេចំណែកក្មេងម្នាក់នោះក៏បាននិយាយថាអត់ទេអត់មាននៅតែសុំតើអត់មានអត់ទាន់បានអានទៅឃើញឈ្មោះរបស់គាត់ទេអញ្ចឹងហើយហៅគាត់ថាក្មេងម្នាក់នឹងសិនចុះហើយក៏ឃើញថានាយកឆយគេក៏ទៅប្តឹងយុនស៊ីននឹងដែរប៉ុន្តែមេធាវីរបស់យុនស៊ីននឹងបានចោទប្រកាន់ក្រុមហ៊ុនរបស់នាយកឆយវិញថាបានបង់ប្រាក់ឲ្យទៅយុនស៊ីននឹងបានត្រឹមត្រូវហើយព្រោះអីយើងចុះកងត្រាជាមួយគ្នាមុនអញ្ចឹងគេយកលុយទៅគឺគេអត់ខុសរបៀបអញ្ចឹងហើយមេធាវីរបស់យុនស៊ីននឹងក៏មកបកអាក្រាតនាយកឆយថាជាម្ចាស់ក្រុមហ៊ុនអសិលធម៌អីអញ្ចឹងទៅហើយគេក៏បាននិយាយទៀតថាដូច្នោះចុងបញ្ចប់ចៅក្រមគេប្រកាសថានាយកឆយគឺគួរតែទទួលបានត្រឹមតែ 5% នៃប្រាក់ដែលបានផ្ដល់ឲ្យទៅកាន់យុនស៊ីនតែប៉ុណ្ណោះហើយសម្បីតែអញ្ចឹងហើយក៏នាយកឆយក៏គាត់មិនអាចទទួលប្រាក់បានទេព្រោះភាគីម្ខាងទៀតគេបានប្តឹងបកមកវិញហើយនៅពេលដែលស្ថានភាពហិរញ្ញវត្ថុគឺវាកាន់តែអាក្រក់ទៅគ្រប់គ្នាក៏ចាក់ចេញពីគាត់វាត្រូវបានប្រើពេលជាច្រើនឆ្នាំដើម្បីឲ្យក្រុមហ៊ុនរបស់យើងរីកចម្រើនប៉ុន្តែមកត្រូវដួលរលំត្រឹមតែមួយប្រភេទភ្នែក sorry មែនតើ admin និយាយយើងតាក់តែបន្តិចគេក៏និយាយទាំងទឹកភ្នែកមកថាប៉ុន្តែមើលទៅនាយកឆយដូចជាគ្មានជំរឿសទេរួចក៏យំយកតែម្ដងរួចក៏និយាយថាមានតែក្រុមហ៊ុនមួយគត់ដែលទទួលយកគាត់គឺជាទីនេះដូច្នោះគាត់ក៏បានយកខ្ញុំមកជាមួយដែរហើយគាត់ក៏ខ្លាចជាអ្នកគ្រប់គ្រងរបស់យុនស៊ីនឥឡូវនេះទៅវាថាឈប់ពីនោះពីក្រុមហ៊ុនចាស់ហើយមកជួបគ្នាក្រុមហ៊ុនថ្មីនេះទៀតទោះបីនាយកឆយនិយាយថាមិនអីក៏ពិតមែនខ្ញុំមិនអាចមិនយំបានទេបើមើលទៅកាន់ទឹកមុខយូហានដូចឆ្ងល់ដល់ហើយយូហានក៏និយាយថាខ្ញុំភ្នាល់ថាយុនស៊ីនធ្វើបែបនេះព្រោះគេដឹងថានឹងមានមនុស្សនៅពីក្រោយខ្នងរបស់គេហើយពេលនោះគេក៏រៀងភ្ញាក់បន្តិចងើបមុខមកមើលយូហានក៏និយាយថាហេតុអីគេមានឧបត្ថម្ភឬក៏យ៉ាងម៉េចពេលនោះគេឡើងភ្ញាក់ផ្អើលរួចក៏សួរទៅកាន់យូហានថាមិនក៏លោកដឹងរឿងទាំងនោះយូហានក៏បានឆ្លើយថាខ្ញុំមិនដឹងច្បាស់ក្នុងការងារនេះទេកម្រមានឧបត្ថម្ភណាស់មែនទេគេក៏បានឆ្លើយទាំងភ្ញាក់ផ្អើលថាអត់ទេមិនមែនអញ្ចឹងទេបើលោកចង់ទទួលបានឧបត្ថម្ភនិងទទួលបានគេឈ្មោះល្បីលឿននោះលោកគួរតែរកអ្នកគ្រប់គ្រងផ្សេងវិញទៅនាយកឆយមិនចូលចិត្តរឿងម៉ែនោះទេហើយក៏មិនមានជំនាញច្បាស់ដែរពេលនោះយូហានក៏បាននិយាយខ្លួនឯងថាខ្ញុំនឹងគ្រប់គ្រងគ្រប់យ៉ាងទាក់ទងនឹងរឿងនោះពេលនោះគេលង្កៀងរួចក៏សួរទៅកាន់យូហានថាតើលោកនឹងគ្រប់គ្រងគ្រប់យ៉ាងដោយខ្លួនឯងដោយរបៀបណាទៅយូហានក៏បានឆ្លើយថាក្រៅពីនោះតើជំនាញរបស់នាយកឆយចិញ្ចឹមតារាយ៉ាងម៉េចដែរ
គេក៏បានប្រាប់ថាល្អបំផុតពេលនោះគេក៏និយាយទៅកាន់យូហានថាតើរឿងសងសឹកតើលោកនិយាយសម្ដៅពីបងយុនស៊ីនមែនទេតើបងយុនស៊ីនបានធ្វើអីដាក់បងពេលនោះយូហានក៏រៀងគាំងបន្តិចរួចក៏សម័យឃើញថ្ងៃដែលយុនស៊ីនបានប្រាប់ទៅអ្នកណាម្នាក់ដែលនៅគៀនឡាននោះប្រាប់ថាប៊ីសនឹងមានតានឹងសម្រាប់ខ្លួនប៉ុន្តែខ្លួនក៏បានចង្អុលទៅប្រាប់ថាខ្លួនឯងនឹងមិនមែនយុនស៊ីននឹងមិនមែនជាសាច់ញាតិរបស់យូហានទេអញ្ចឹងឲ្យទៅសម្រាប់ប្អូនយូហានជំនួសវិញទៅពេលដែលយូហានកំពុងគិតនឹងគេក៏បាននិយាយទៅកាន់យូហានថាតើគាត់លួចលុយរបស់លោកដែរមែនទេព្រោះយូហានឡើងភ្ញាក់ផ្អើលបើកភ្នែកធំមើលទៅកាន់គេតែបដ ாய் គេក៏ខំប្រឹងចាំស្ដាប់យូហាននិយាយប៉ុន្តែពេលនោះយូហានអត់និយាយទេក៏គិតក្នុងចិត្តថាលុយហ៎យូហានគិតបណ្ដាក៏ញញឹមបណ្ដាថាឥឡូវបើគិតទៅវាក៏ជាការលួចដែរចំណែកគេគ្រាន់តែឃើញយូហានញញឹមប៉ុណ្ណឹងឡើងភ្ញាក់ផ្អើលមុខកុហលវាថាភ្លឺចែងចាំងហ្មងហើយក៏បង្ហាញឃើញមុខពេញយូហានពេលដែលញញឹមគេក៏និយាយបែបពន្លឺភ្លឺចែងចាំងបែបថាវ៉ាវពេលដែលលោកញញឹមអញ្ចឹងមើលទៅលោកចំណែកយូហានឡើងគាំងមើលធ្វើមុខយូហានមុននឹងដើរចេញទៅខាងក្រៅក៏បាននិយាយថាពេលដែលនាយកឆយត្រឡប់មកវិញជួយប្រាប់ខ្ញុំផងគេក៏បានឆ្លើយថាអូខេប៉ុន្តែក៏និយាយតាក់ទងទៅកាន់យូស៊ីនទៀតថាគាត់ច្បាស់ជាលួចលុយរបស់លោកច្រើនហើយទើបលោកចង់សងសឹកគេបែបនេះមុននឹងបើកទ្វារដើរចេញទៅក៏បាននិយាយថាមិនសូវច្រើនទេគេក៏នៅបន្តនិយាយទៀតថាបើអញ្ចឹងហេតុអីក៏លោកនិយាយមិនតន់ចប់ក៏យូហាននិយាយថាវាគ្រាន់តែថាសាច់រឿងនៅប្រហែលភាគនេះវារៀងត្រឡប់ទៅត្រឡប់មកពីអតីតកាលនិងបច្ចុប្បន្នច្រើនតិចតែពេលនេះចាំមិនប្រាប់បញ្យល់បន្ថែមទៀតអញ្ចឹងណាកុំឲ្យអ្នកទាំងអស់គ្នាវង្វេងយូហានក៏បាននឹកសម័យទៅរឿងអតីតកាលការខ្លួននៅធ្វើការរួចក៏និយាយថាខ្ញុំចាប់ផ្ដើមធ្វើការដើម្បីបង់ថ្លៃមន្ទីរពេទ្យខ្ញុំធ្វើការជាអ្នកដឹកជញ្ជូនផងធ្វើអ្នករូបកាសែតផងពេលព្រឹកហើយពីព្រឹកដល់ល្ងាចខ្ញុំនៅធ្វើការក្នុងរោងចក្រទៀតវាថាគ្នាធ្វើការរហូតគ្មានពេលឈប់សម្រាកដើម្បីយកលុយដើម្បីសងអំណុលគេហើយពេលហ្នឹងក៏មានបំណងចង់សងសឹកយុនស៊ីនដែរទើបតែមកជួបយុនស៊ីននៅកន្លែងចំណតឡានហ្នឹងទើបដឹងថាយុនស៊ីនបែបម៉េចទើបចង់មានកំណត់សងសឹកទៅកាន់យុនស៊ីនហើយនៅពេលយប់ខ្ញុំបានចែកលិខិតប័ណ្ណនៅកន្លែងកំសាន្តសម្រាប់មនុស្សពេញវ័យដោយស្លៀកពាក់សម្លៀកបំពាក់ឈួតគឺស្លៀកពាក់អាតុក្កតានឹងឯងហើយគាត់ក៏និយាយទៅថាខ្ញុំដេកបានតែ2ម៉ោងតែប៉ុណ្ណោះនិងញ៉ាំបានតែ2ពេលក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃគឺញ៉ាំតែប៉ុណ្្នឹងឯងហើយគេមួយថ្ងៃតែ2ម៉ោងញ៉ាំមួយថ្ងៃតែ2ពេលហើយម៉ាក់របស់គេហ្នឹងក៏អាចនៅរស់បានរយៈពេល3-4 ខែដែរលើសពីពេទ្យគាត់រំពឹងទុកហើយគាត់ប្រហែលជាកំពុងគិតដល់ខ្ញុំរហូតដល់ពេលវេលាចុងក្រោយរបស់គាត់ហើយពេលនេះគឺសល់តែក្រែពេទ្យតែប៉ុណ្ណោះវាបានដូចជាគាត់នៅដើម្បីការពារយូហានកុំឲ្យយូហាននៅម្នាក់ឯងឯកាអីបែបហ្នឹងតែរឿងក៏បានកាត់មកពេលយប់នៅអាគារធំនឹងដដែលហើយយូហានក៏នៅតែបន្តគិតទៀតថា4ឆ្នាំ6ខែក្រោយមកលុយការប្រាក់របស់ខ្ញុំសរុបគឺអូយខ្ទង់លេខច្រើនមិនខ្ជិលរៃរ៉ាប់វាខ្ទង់លេខច្រើនពេកវាដល់កោតអ្នកនរគ្នាដឹងតែលេខខ្ទង់នឹងវាដល់លេខកោតហើយមិនខ្ជិលរាប់ហើយសំខាន់ថងថាគាត់បានធ្វើការបោករំលោះអានឹងរហូតដល់គាត់អាយុ25ឆ្នាំហ្នឹងហើយយូហានក៏បានគិតថាតាមពិតទៅខ្ញុំខ្ចីលុយហ្នឹងតែ20លានវ៉ុនទេអូយតែ20លានវ៉ុនហ្នឹងប្រហែលទៅលុយខ្មែរយើងហើយរហូតដល់ពេលនោះការសងប្រាក់បានរំលឹកខ្ញុំថាខ្ញុំកំពុងសងសម្រាប់អំពើបាបរបស់ខ្ញុំហើយគឺគាត់នៅតែបន្ទោសការស្លាប់របស់ប្អូនគាត់គឺជាកំហុសរបស់គាត់អីចឹងទៅគាត់នៅតែរំលឹកថាគាត់មានបាបហើយក៏គិតទៀតថាខ្ញុំមិនគួរភ្លេចវាទេថាខ្ញុំបានធ្វើខុសហើយនៅមានរឿងច្រើនទៀតដែលខ្ញុំត្រូវធ្វើដូច្នោះមនុស្សតែម្នាក់គត់ដែលខ្ញុំគួរសងសឹកគឺខ្លួនឯងក្នុងជីវិតរបស់ខ្ញុំបានរៀនថាកម្មមិនមករកយើងទេនៅពេលដែលយើងរងចាំវាក៏ចាប់ផ្ដើមទៅរកអ្នកផ្សេងតែពេលនោះយូហានក៏បានងាកទៅម្ខាងដែលមានផ្សែងកំពុងតែហុយគាត់មានស្រឡាញ់ទឹកមុខរបស់យូហានគាត់មុខមាំរហូតហ្មងអត់ងាយញញឹមក៏បង្ហាញពីសម័យមនុស្សម្នាក់កំពុងតែឈរជក់បារីនៅគៀនដើមឈើនឹងពេលនោះយូហានក៏និយាយទៅកាន់គេថាអត់ទោសខ្ញុំសុំបារីមួយបានទេយូហានក៏បានគិតក្នុងចិត្តថាខ្ញុំខានហាត់ផ្សែងបារីយូរហើយខ្ញុំស្រាប់តែឃ្លានចង់ជក់វាប៉ុន្តែពេលនោះឡើងស្ងាត់ឈឹងអត់មានអ្នកឆ្លើយសោះយូហានក៏បន្តនិយាយទៅថាខ្ញុំមិនមែនសុំលោកទេខ្ញុំត្រូវការតែបារីមួយដើមប៉ុណ្ណោះចំណែកបរិសម្នាក់នោះក៏នៅតែអត់និយាយចំណែកយូហានក៏ឈរថ្មឹងគិតក្នុងចិត្តថាគេធ្វើមិនលឺមែនទេមនុស្សចំសៀតនេះតែពេលនោះគេក៏គប់កតុយបារីដែលគេជក់ហើយនឹងមកខាងមុខជើងរបស់យូហានក៏ឈរសម្លឹងមួយសន្ទុះបន្តិចក៏ឃើញថាគេក៏បានដើរចេញទៅពេលនោះយូហានក៏អោនរើសយកកតុយបារីនោះឡើងមកព្រមទាំងនិយាយថាឈប់សិនចំណែកម្នាក់នោះក៏បានងាកមកក្រោយវិញដែរចំណែកយូហានក៏យកកតុយបារីនោះមកជក់ព្រមទាំងលូកដៃយកអ្វីនៅក្នុងហៅប៉ៅចេញមករួចក៏ឃើញថាមានកាក់
ចំនួន200វ៉ុនកាក់មួយ100វ៉ុនបោះទៅខាងមុខជើងរបស់បរិសម្នាក់នោះចំណែកយូហានក៏យកបរិយនោះមកជក់ព្រមទាំងនិយាយថាមិនបាច់ចាំអាប់ទេអូយសម្ដីឡងលយរួចក៏បោះចំហៀនដើរចេញព្រមទាំងនិយាយថាយូរណាស់ហើយគេក៏ចាប់ផ្ដើមបង្ហាញពីមុខបរិសម្នាក់នោះបន្តិចម្ដងហើយក៏ឃើញថាយូហានជក់បរិយនោះបណ្ដាក៏ដើរចេញទៅបណ្ដាចំណែកបរិសម្នាក់នោះក៏ឈរញញឹមអត់ដឹងថាគេគិតអីទេរួចគេក៏បានហៅយូហានពីខាងក្រោយថាឯងគិតខុសហើយចំណែកយូហានក៏ក្រលៀកភ្នែកទៅបន្តិចចំណែកពួកគេក៏ប្រឈមមុខដាក់គ្នាគេក៏នៅតែញញឹមឡើងមកហើយគេក៏បានបង្ហាញមុខមាត់ពេញរបស់គាត់ហើយគាត់នឹងឯងគឺជាតួឯកថប់នៅក្នុងខ្សែរឿងមួយហ្នឹងពេលហ្នឹងគាត់ក៏និយាយពាក្យម៉ាត់ថាមនុស្សល្ងងហើយខ្សែរឿងរបស់យើងនៅភាគទី3នេះក៏បានបញ្ចប់ត្រឹមនេះបើសិនជាមានកំហុសខុសឆ្គងសូមអធិស្ឋានមានផងវាមានបាយបាយ